សួស្តីថ្ងៃនេះមកធ្វើដំណាប់ខ្នោចឹងគ្រឿងផ្សំយើងមាននៅលើហ្នឹងចាចំពោះម្នាស់យើងកាត់ស្នូចោលហើយយើងហាន់វាល្អិតមកចាខ្ញុំដាក់3ផ្លែដោយសារវាទូចទេអូខេបន្ទាប់មកយើងដាក់បន្លែទុកបន្លែទៅយើងមកហាន់ខ្នោហ្នឹងយើងឆ្កឹះគ្រាប់ចេញហើយយើងហាន់វាល្អិតដែរមកអូខេនេះសាច់ដូងខ្ញុំដាក់មួយផ្លែដូងរៀងខ្ចីអញ្ចឹងយើងហាន់វាអញ្ចឹងមកចាយើងដាក់ដូងខ្ចីអញ្ចឹងឲ្យបានឆ្ងាញ់ចាអូខេបន្ទាប់មកយើងយកម្នាស់មកលាយមួយខ្នោហើយយើងដាក់ស្ករសមួយកូនចានចង្កឹះយើងច្របល់វាឲ្យសព្វបញ្ចូលគ្នាហើយយើងទុកវា2ម៉ោងបើបងប្អូនអត់ពេកទុក1ម៉ោងក៏បានចាតែដោយសារខ្ញុំដាក់ចោលទៅកន្លែងធ្វើអីផ្សេង2ម៉ោងចាបន្ទាប់មកយើងក៏មកលីងល្ងដាក់តាមចំណូលចិត្តយើងលីងវាឲ្យឡើងក្រហមអញ្ចឹងមកឆ្អិនហើយចាហើយយើងដួសទុកម្លែកចាបន្ទាប់មក2ម៉ោងក្រោយមកខ្នោនឹងវាចេញទឹកអញ្ចឹងបន្ទាប់មកយើងដាក់ខ្ទះហើយយើងដាក់ចូលខ្ទះកូរវាមកហើយយើងដាក់អំបិលមួយស្លាបព្រាកាហ្វេចូលមកបន្ទាប់មកយើងបន្ថែមទឹក200មីលីលីត្រចូលមកចាយើងកូរមកងាស់វាឲ្យអស់រីងទឹកស្ករមិញសិនណាចាំយើងថែមទឹកចាបន្ទាប់មកយើងកូរវាដាច់ទឹកទៀតមកចាបន្ទាប់មកយើងក៏បង់ដូងខ្ចីយើងចូលមកហើយយើងបន្តកូរទៀតចានៅពេលវាចាប់ផ្ដើមឡើងខាប់ចាំយើងអាសាកូរវារហូតណាចាបើពីដំបូងហ្នឹងយើងដាក់ដាំវាចោលចេះអាសាព្រែចាបន្ទាប់មកយើងរៀងឡើងខាប់បន្តិចហើយយើងក៏ដាក់ម្សៅឆាចាម្សៅឆាខ្ញុំដាក់3ស្លាបព្រាបាយបន្ទាប់មកយើងបន្តកូររហូតទៅឲ្យវាឡើងគោកតិចទៀតយើងក៏បង់ស្តៅដីលីងជាមួយនឹងល្ងលីងចូលមកហើយយើងក៏បន្តកូរទៀតទៅចាកូររហូតដល់វាឡើងស្អិតណាចាឡើងគោកហ្មងណាចាយើងយកទៅដាក់ក្នុងទឹកហើយវាអត់អាលាយអូខេអញ្ចឹងបានហើយអញ្ចឹងយើងទុកវាត្រជាក់ទៅខ្ញុំអត់មានដួសដាក់អីខ្ញុំដាក់ក្នុងខ្ទះនឹងចោលរហូតដល់វាត្រជាក់ចាំយើងយកវាមកដាក់ក្នុងថង់នឹងមកចាយើងរោយល្ងរោយស្រេចដីបន្ទាប់មកយើងក៏ចាធ្វើអញ្ចឹងមកនៅពេលយើងដួសខ្នោអស់ហើយយើងធ្វើអញ្ចឹងហើយយើងក៏រោយស្រេចដីនិងល្ងពីលើទៀតមកហើយយើងយកថង់នឹងគ្របវាពីលើមកទៀតមកចាដើម្បីងាយស្រួលកាត់វាចាអូខេហើយយើងសេរីវាឲ្យតឹងបន្តិចមកចាអូខេហើយយើងសកត់វាឲ្យវាមានរាងស្អាតតប៉ែតល្អអូខេចឹងមកហើយយើងក៏កាត់វាមកចាកាត់វាដុំទូចល្មមមកញ៉ាំហើយយើងរក្សាទុកក្នុងប្រអប់ទៅយើងដាក់ចូលទូទឹកកកទៅចាអូខេយើងកាត់ចឹងមកហើយយើងដាក់ចូលប្រអប់អូខេចឹងវាប៉ុណ្្នឹងទេចាអរគុណចំពោះការតាមដានកុំភ្លេចជួយ like share ព្រមទាំង follow page ម្នាក់មួយផងចាជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា